បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសម្នាក់ដែលចូលរួមក្នុងការធ្វើ reflex grading system តាមដានទាំងអស់គ្នាមុននឹងជួបយើងត្រូវដឹងថា reflex គេបែងចែកជា4 grade grade 0មានន័យថា no response ពាក្យបច្ចេកទេស areflexia grade 1 slight response ពាក្យបច្ចេកទេស hyporeflexia grade 2 normal response ពាក្យបច្ចេកទេស normal reflexia grade 3 hyperactive ពាក្យបច្ចេកទេស hyperreflexia grade 4 hyperreflexia បូកជាមួយនឹង clonal ចំពោះ normal reflex របស់មនុស្សទូទៅភាគច្រើនគឺ grade 2ប៉ុន្តែវាអាចប្រែប្រួលតាមអាយុឧទាហរណ៍មនុស្សចាស់អាចនឹង normal reflex របស់គាត់គឺ grade 1សួស្តីអ្នកនរគ្នាខ្ញុំមានអូននេះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការគូរ reflex ដោយ reflex របស់យើងគឺមាន4 grade ដែលទៅពីចំណុច0 grade 0 grade ទី1ទី2ទី3និងទី4ហើយថ្ងៃនេះយើងនឹងប្រើឧបករណ៍ reflex hammer ដើម្បីជាចំណុចខាងរបស់ពួកយើងអញ្ចឹងចូលរួមសិស្សអ្នកនរគ្នា